ជំរាបសួរបងប្អូនទាំងអស់ជាទីនឹករលឹកថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់ចែករំលែកតាក់ទងទៅនឹងតួអង្គនៅក្នុងរឿងទេវកថារបស់ចិនគឺណាចាដែលត្រូវបានគេស្គាល់ថាជាតួអង្គក្នុងទេវកថាចិននិងឥណ្ឌាដែលតួអង្គនៅក្នុងរឿងទេវកថាឥណ្ឌាមានឈ្មោះថាណាឡាគូបារ៉ាគេជឿថាណាចាមានដើមកំណើតមកពីអាទិទេពនៅក្នុងសាសនាហិណ្ឌូនិងពុទ្ធសាសនាហើយបានជ្រាបចូលក្នុងវប្បធម៌ចិននិងក្រោយមកបានបន្តសាយភាយនៅក្នុងសាសនាតាវនិងក្នុងជំនឿរបស់ប្រជាជនចិនទាំងមូលផងដែរតួអង្គណាចាគឺជាកុមារទេពដែលមានយុទ្ធសាស្ត្រខ្លាំងពូកែអស្ចារ្យមួយនៅក្នុងជំនឿរបស់ប្រជាជនចិនណាចាត្រូវបានគេគោរពជាអាទិទេពនិងជាព្រះប្រយុទ្ធមួយដែលគោរពដោយព្រះពុទ្ធសាសនាបែបចិនសាសនាតាវនិងលទ្ធិខុងជឺកាលណាចានៅក្មេងណាចាធ្លាប់បង្កបញ្ហានៅក្នុងឋានប្រជុំនាគហើយសម្លាប់នាគមួយក្បាលផងដែរដូច្នេះហើយទើបនៅក្នុងរឿងព្រេងនិទានរបស់ចិនមានរឿងណាចាអុកឡុកឋានប្រជុំនាគណាចាណៅហើយណាចាមានសមត្ថភាពមិនធម្មតាណាចាអាចទាត់ឲ្យប្រាសាទមួយដួលរលំបានដោយប្រើតែជើងម្ខាងហើយគាត់បានដកសរសៃពួររបស់នាគក្នុងសមុទ្រដើម្បីធ្វើជាខ្សែក្រវ៉ាត់ទៀតផងទាំងអស់នេះគឺសុទ្ធតែមាននៅក្នុងរឿងណាចាអុកឡុកឋានប្រជុំនាគណាចាណៅហើយនៅក្នុងរាជវង្សមេងនិងរាជវង្សឆេងជារឿយៗណាចាត្រូវបានបង្ហាញខ្លួនក្នុងទម្រង់ជាបុរសវ័យក្មេងសង្ហាដែលមានរូបរាងជាវីរជនហើយក៏មានផងដែរនៅការបង្ហាញទម្រង់របស់ណាចាជារូបរាងអាទិទេពដែលមានដៃ8ឬដៃ6ហើយមានកាន់អាវុធដូចជាកាំបិតលំពែងភ្លើងដាវរំពាត់ខ្សែតីកងអគ្គីជាដើមរឿងព្រេងណាចាបានឆ្លងកាលរាជវង្សជាច្រើនហើយតួអង្គនេះតែងតែត្រូវបានគេបង្កើតនិងវិវត្តជាបន្តបន្ទាប់នៅទីបំផុតតួអង្គណាចាបានក្លាយទៅជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងសៀវភៅទេវកថាចិនរឿងតែងតាំងទេវតាហ្វឹងសានយៀនអ៊ីដែលតាក់តែងនិពន្ធនៅក្នុងរាជវង្សមេងសៀវភៅរឿងទេវកថានេះផងដែរបានលើកឡើងថាណាចាមានទម្រង់រូបរាង3សន្តាននោះគឺទម្រង់បែបកុមារក្មេងជំទង់និងអាទិទេពនៅលើស្មារបស់ណាចាមានកងមាសឈានខុនដែលគេអាចបោះដើម្បីសម្លាប់សត្រូវនៅលើចង្កេះរបស់ណាចាមានកន្សែងហួយខៀនដែលអាចពីប្រយុទ្ធជាមួយនឹងគូសត្រូវនៅក្នុងដៃរបស់ណាចាក៏មានកាន់លំពែងភ្លើងដែលអាចបញ្ចេញអណ្ដាតភ្លើងពណ៌ស្វាយដើម្បីកម្ចាត់បិសាចនៅក្រោមជើងមានកងអគ្គីដែលអាចហោះហើរនិងវាយប្រយុទ្ធនៅលើអាកាសបាននៅពេលដែលណាចាបង្ហាញរូបរាងអាទិទេពរបស់ខ្លួននោះគេនឹងឃើញថាណាចាមានក្បាល3មានដៃ8អមជាមួយនឹងអាវុធចំនួន8ផងដែរដែលក្នុងនោះរួមមានដាវញីឈ្មោលយីងយ៉ាងគប់ភ្លើងនាគ9និងឥដ្ឋមាសនៅក្នុងដៃរបស់គេហើយណាចាក៏ជាតួអង្គមួយអាចប្រើប្រាស់ធ្នូព្រួញបានយ៉ាងស្ទាត់ជំនាញផងដែរសរុបមកណាចាគឺជាតួអង្គក្នុងរឿងទេវកថាចិនមួយដែលបង្ហាញអំពីតួអង្គកុមារទេពដ៏អស្ចារ្យអាចប្រែរូបរាងកាយទៅតាមកាលៈទេសៈជាពិសេសផងដែរតួអង្គណាចាក៏មានរូបរាងកាយទេពរបស់ខ្លួនដែលក្នុងនោះអាចមានក្បាល3ដៃ8ឬដៃ6អមជាមួយនឹងអាវុធសំខាន់ៗរបស់ខ្លួន